តីតបច្ចុប្បន្ននិងអនាគតយើងម្នាក់សុទ្ធតែមានអតីតមានបច្ចុប្បន្ននិងមានអនាគតទាំងអស់គ្នាសភាវគតិចាត់ទុកជារឿងអតីតជាអតីតនៃភាពជាសត្វជារឿងចាស់ដែលមើលឃើញយ៉ាងច្បាស់ជារឿងដែលឆ្លងកាត់វិវឌ្ឍនាការមកអស់រយៈពេលជាច្រើនឆ្នាំអ្វីដែលខ្ញុំនិយាយថាជារឿងតាក់ទងនឹងភាពជាសត្វនេះខ្ញុំគ្មានបំណងមើលងាយវានោះទេអតីតនៃភាពជាសត្វនេះវិទ្យាសាស្ត្រក៏បានពន្យល់ឲ្យឃើញអំពីលំនាំវិវឌ្ឍនាការរបស់មនុស្សដែលអភិវឌ្ឍមកពីសត្វប្រភេទផ្សេងតាំងពីអម្បូរដែលរស់នៅក្នុងទឹកឆ្លងកាត់រយៈពេលដ៏យូរអង្វែងប្រែក្លាយមកជាច្រើនអម្បូររហូតក្លាយមកជាមនុស្សដោយដែលយើងឃើញនាពេលបច្ចុប្បន្នព្រីចញ្ញាណជាអ្វីដែលគ្មាននៅក្នុងសត្វវាជាអំឡុងពេលក្នុងបច្ចុប្បន្នយើងប្រព្រឹត្តសកម្មភាពផ្សេងតាមរយៈព្រីចញ្ញាណសភាវៈផ្សេងទាំងឡាយដែលកើតឡើងនៅលើโลกនេះតែងមានប្រភពមកពីព្រីចញ្ញាណដូចជារឿងការសិក្សាអប់រំនយោបាយការធ្វើពាណិជ្ជកម្មការប្រកបរបរអាជីវកម្មឬរឿងសាសនារឿងទស្សនវិជ្ជាសុទ្ធតែមានប្រភពពីព្រីចញ្ញាណទាំងអស់ប៉ុន្តែសត្វគ្មានសមត្ថភាពបែបនេះនោះទេព្រីចញ្ញាណជាសមត្ថភាពដែលមានចំពោះតែមនុស្សប៉ុណ្ណោះសភាវគតិជាអ្វីដែលមិនចេះភ័ន្តច្រឡំជារបស់ចាស់ជាអ្វីដែលទុំចូលនិងមានចំណាស់ពេញលេញយើងមិនចាំបាច់បង្គាប់បញ្ជាមិនចាំបាច់ឃ្លាំមើលឬគ្រប់គ្រងវាទេវានឹងប្រព្រឹត្តទៅដោយស្វ័យប្រវត្តិដូចជាការប្រព្រឹត្តភ្នែកការលោតនៃចង្វាក់បេះដូងការដកដង្ហើមចេញចូលអ្វីទាំងនេះសុទ្ធតែប្រព្រឹត្តទៅដោយមិនស្ថិតនៅក្រោមបញ្ជាព្រីចញ្ញាណទេវាស្ថិតក្នុងការគ្រប់គ្រងរបស់សភាវគតិសភាវគតិមិនចេះភ្លេចភ្លាំងឬយល់ច្រឡំយើងមិនធ្លាប់ភ្លេចដកដង្ហើមទេខុសពីព្រីចញ្ញាណដែលមានឱកាសភ្លេចបានរឿងនេះមកពីព្រីចញ្ញាណជារបស់ថ្មីជារបស់ទៅតែមកដល់ថ្មីទៅតែផុសចេញមកពីទីណាមួយហើយកំពុងសម្លឹងមើលមកខ្លួនឯងថាខ្លួនឯងជាអ្វីខ្លួនឯងគួរស្ថិតនៅត្រង់ណាដោយសារតែវាគ្មានឫសចាក់ជ្រៅទើបវាគ្មានអ្វីដែលយើងហៅថាបទពិសោធន៍ដូច្នេះទើបវាត្រូវពឹងលើអ្វីដែលជាជំនឿគោលការណ៍ទស្សនវិជ្ជាឬឧត្តមគតិមកប្រើជំនួសកន្លែងដែលមានប្រយោជន៍ដោយសារតែរបស់ទាំងនេះคล้ายមកជាបង្អែមរបស់ព្រីចញ្ញាណទើបវាមានឱកាសខុសឆ្គងព្រោះជំនឿទស្សនវិជ្ជានិងឧត្តមគតិជាអ្វីដែលមនុស្សបង្កើតឡើងវាជាផលិតផលមកពីការគិតរបស់មនុស្សមួយចំនួនវាមិនអាចប្រើបានចំពោះគ្រប់ស្ថានភាពទេជួនកាលវាអាចប្រើបានល្អនៅក្នុងគោលការណ៍មួយតែនៅក្នុងស្ថានភាពមួយផ្សេងទៀតវាប្រើអ្វីមិនបានព្រីចញ្ញាណអាចធ្វើឲ្យយើងខ្វាក់វាមិនបានជួយឲ្យយើងបានរកឃើញភាវៈថ្មីទេវាតែងយកចម្លើយចាស់មកឆ្លើយតបនឹងសំណួរថ្មីជានិច្ចមានរឿងនិទានមួយនិទានថានៅខណៈដែលផេតឌីនិងចនកំពុងអង្គុយជជែកគ្នានៅទល់មុខតំបន់បនសោភិនីមួយកន្លែងនៅខណៈដែលផេតឌីនិងចនកំពុងអង្គុយជជែកគ្នានៅទល់មុខតំបន់បនសោភិនីមួយកន្លែងនៅក្នុងទីក្រុងដប់លីងពួកគេកំពុងជជែកគ្នាអំពីរឿងគុណធម៌របស់អ្នកមានសទ្ធាចំពោះសាសនាកាតូលិកមួយរំពេចនោះគេក៏ក្រឡេកឃើញជីដនគ្រីតបឺតបព្វជិតជាន់ខ្ពស់នៅក្នុងសាសនាជ្វីសកំពុងដើរសម្ដៅមកកាន់តំបន់បនសោភិនីដែលនៅទល់មុខនោះពេលមកដល់គាត់ក៏ក្រឡេកមើលឆ្វេងមើលស្ដាំរួចក៏ប្រញាប់ឡើងជណ្ដើរទៅជាន់ទី2នៃអគារនោះទើបផេតឌីនិយាយជាមួយនឹងចនថាចនមានឃើញអ្វីទេខ្ញុំថាខ្ញុំសំណាងល្អដែរជាអ្នកកាតូលិក10នាទីក្រោយមកគេក៏ឃើញបព្វជិតនិកាយប្រូតេស្តង់ម្នាក់កំពុងដើរតម្រង់មករកទ្វាររបស់បនសោភិនីសម្លឹងមើលជុំវិញរួចក៏ដើរឡើងទៅលើបាត់យ៉ាងលឿនផេតឌីសើចហើយនិយាយថាជួបពួកដៃកាន់សាច់មាត់កាន់សិលម្នាក់ទៀតហើយអរគុណអតិទេពដែលខ្ញុំប្រកាន់ខ្ជាប់ចំពោះកាតូលិកក្រៅពីនោះនៅប៉ុន្មាននាទីចនក៏យកកែងដៃបុកផេតឌីហើយនិយាយថាអាយ៉ាមើលទៅខាងនោះណនោះជាលោកឪអូមឺហ្វីក
កំពុងដើរសំដៅមកផ្លូវនេះឯងទាំងពីរនាក់ក៏ទន្ទឹងចាំមើលលោកឪក៏ដើរសំដៅមកកាន់តំបន់សោភេនីហើយស្រាប់តែឡើងទៅលើជណ្ដើរបាត់ទៅដល់ពេលនោះផេឌីក៏លែងនិយាយស្ដីអ្វីទៀតស្ទុះក្រោកឡើងធ្វើសញ្ញារូបឈើឆ្កាងនៅត្រង់ដើមទ្រូងព្រមទាំងស្រែកទៅកាន់ចនថាហើយក្រោកឡើងដោះមួកចេញនៅទីនោះមុខជាមាននរណាម្នាក់ស្លាប់ហើយគួរផ្ដល់កិត្តិយសដល់អ្នកស្លាប់ខ្លះផងព្រាជញាណមិនបានផ្ដល់អ្វីជាសច្ចភាពជានិច្ចទេវាពោរពេញទៅដោយភាពលំអៀងមិនយុត្តិធម៌រឿងនេះមកពីធម្មជាតិរបស់វាគ្មានបទពិសោធន៍ពីអតីតមិនដូចជាសភាវគតិដែលហាក់ដូចជាយុត្តិធម៌និងមានដំណើរប្រព្រឹត្តទៅតាមវិធីរបស់ធម្មជាតិជាផ្លូវស្រឡះគ្មានឧបសគ្គស្របតាមច្បាប់ចក្រវាឡប៉ុន្តែវាជារឿងចម្លែកដែលសភាវគតិតែងត្រូវគេប្រឆាំងរិះគន់ពីសាសនាផ្សេងទន្ទឹមគ្នានឹងព្រាជញាណតែងទទួលបានការកោតសរសើរពិតណាស់ថាបើមនុស្សគ្រប់រូបដើរតាមសភាវគតិមុខជាគ្មានអ្វីចាំបាច់ត្រូវមានសាសនាមុខជាគ្មានអ្វីចាំបាច់ត្រូវមានអាទិទេពមិនចាំបាច់មានបព្វជិតបណ្ដាសត្វទាំងឡាយអាចរួមរស់ជាមួយគ្នាបានដោយមិនចាំបាច់មានអាទិទេពហើយខ្ញុំឃើញថាវាក៏មានជីវិតរស់នៅបានសុខសប្បាយមានដំណើរប្រព្រឹត្តទៅយ៉ាងសាមញ្ញមិនចាំបាច់រកអាទិទេពគ្មានសត្វឬរុក្ខជាតិណាដែលត្រូវខាតពេលវេលាទៅលើការព្រួយបារម្ភរឿងខ្លាចធ្លាក់នរកឬកើតមានតណ្ហាឬមានចំណង់ឡើងទៅឋានសួគ៌ទេបើវាដូច្នេះឋានសួគ៌និងឋាននរកក៏មុខជាគ្មានអ្វីខុសប្លែកគ្នាដែរធម្មជាតិមុខជាសើចចំអកចំពោះរឿងដែលកើតឡើងចំពោះមនុស្សព្រោះបើសត្វស្លាបអាចមានជីវិតរស់នៅដោយមិនចាំបាច់ពឹងលើសាសនាវាក៏រស់នៅបានដោយមិនចាំបាច់ទៅព្រះវិហារមិនចាំបាច់ទៅម៉ាសមិត្តឬទៅវត្តហេតុអ្វីទើបមនុស្សយើងធ្វើបែបហ្នឹងមិនបានបណ្ដាសត្វបក្សាបក្សីនិងសត្វផ្សេងទៀតឬសូម្បីតែដើមឈើមិនធ្លាប់កាប់សម្លាប់គ្នាដោយហេតុផលដើម្បីការពារសាសនាទេអ្វីដែលមនុស្សយើងគោរពសាសនាខុសគ្នាដូចជាមួយក្រុមអ៊ីស្លាមមួយក្រុមទៀតហិណ្ឌូតែយើងបែរជាមានអារម្មណ៍ថារស់នៅជាមួយគ្នាមិនបានតែនៅពេលដែលអ្នកផ្លាស់សាសនាមកដូចជាខ្ញុំហើយខ្ញុំនឹងអាចបញ្ជូនអ្នកឲ្យឡើងឋានសួគ៌បានមួយរំពេចប្រសិនបើយើងនាំគ្នាងាកមកលើកតម្កើងសភាវគតិពេលនោះសាសនាក៏មុខជាឥតន័យនេះគួរតែជាហេតុផលដែលមនុស្សជាច្រើនងាកមកផ្ដល់ភាពសំខាន់លើព្រាជញាណជាជាងលើកតម្កើងសភាវគតិផ្នែកទី3ដែលចាត់ទុកថាជាអនាគតនោះគឺជាផ្នែកអភូតរញាណខ្ញុំនឹងសង្កត់ធ្ងន់ទៅលើពាក្យ3ព្យាង្គនេះដើម្បីស្វែងយល់ពីវាឲ្យបានឃើញច្បាស់សភាវគតិជារឿងផ្លូវកាយជារឿងពីអតីតកាលរបស់អ្នកដែលពឹងផ្អែកទៅលើបទពិសោធន៍រាប់លានឆ្នាំវាជាអ្វីដែលមិនចេះភ្លេចភ្លាំងមិនធ្លាប់មានចំណុចខុសឆ្គងហើយបង្កើតរឿងអស្ចារ្យជាច្រើននៅក្នុងខ្លួនអ្នកទាំងដែលអ្នកមិនដឹងខ្លួនសូមសួរខ្លួនឯងទៅមើលថាអាហារដែលយើងទទួលទានចូលទៅនោះប្រែក្លាយមកជាឈាមចិញ្ចឹមកាយរបស់យើងបានយ៉ាងដូចម្ដេចយើងដកដង្ហើមបានយ៉ាងដូចម្ដេចសូម្បីតែនៅពេលដែលយើងដេកលក់កាយរបស់យើងត្រូវធ្វើដូចម្ដេចទើបអាចញែកអូស្មန်អុកស៊ីសែនចេញពីអូស្មန်អ៊ីដ្រូសែនបានតើនៅក្នុងពិភពលោកសភាវគតិជាធម្មជាតិនេះមានអ្វីដែលប្រើសម្រាប់បញ្ជាឲ្យកើតមានការតបស្នងចំពោះគ្រប់ផ្នែកនៃកាយរបស់យើងតើយើងអាចដឹងបានយ៉ាងដូចម្ដេចថាត្រូវប្រើអុកស៊ីសែនក្នុងកម្រិតណាទើបល្មមធ្វើឲ្យអាចលាងឈាមមិនល្អឲ្យក្លាយជាឈាមល្អនិងជួយបង្កើនកោសិកាថ្មីជំនួសកោសិកាចាស់ដែលងាប់បាត់ទៅវាជាដំណើរការដ៏ហ្មត់ចត់និងប្រព្រឹត្តទៅដោយគ្មានទីបញ្ចប់អ្នកវិទ្យាសាស្ត្រផ្ទាល់ក៏ទទួលស្គាល់ថាសភាវគតិធ្វើអ្វីបានច្រើនជាងអ្វីដែលមនុស្សគិតប្រឌិតបានទៅទៀតនៅក្នុងកាយដ៏តូចរបស់មនុស្សយើងនេះអ្វីដែលសភាវគតិធ្វើឲ្យកើតឡើងនេះគឺពិតជាអស្ចារ្យណាស់ធ្លាប់មានការគិតថាបើអ្នកវិទ្យាសាស្ត្រចង់ធ្វើអ្វីផ្សេងឲ្យមានដំណើរការបានដូចទៅនឹងការបំពេញតួនាទីនៅក្នុងកាយរបស់យើងមនុស្សយើងម្នាក់ប្រហែលជាត្រូវបង្កើតរោងចក្រដែលប្រើផ្ទៃដល់ទៅ1ម៉ាយការ៉េឯណោះសូមសាកគិតមើលចុះថា
វានឹងទៅជាគ្រឿងចក្រដែលមានខ្នាតធំមហិមាប៉ុណ្ណាហើយអ្វីដែលកាន់តែប្រកបទៅទៀតគឺវាមានឱកាសអាចខុសឆ្គងបានព្រោះគ្រឿងចក្រអាចទ្រុឌទ្រោមអាចលែងធ្វើការឬពេលណាក៏ដោយដែលគ្មានអគ្គិសនីគ្រឿងចក្រក៏ឈប់ធ្វើការមួយរំពេចសូមសាកពិចារណាពីកាយរបស់អ្នកមើលចោះបើអ្នកមានជីវិតរស់នៅ70ឆ្នាំវាគឺជាការធ្វើការជាប់គ្នារហូតដល់ទៅ70ឆ្នាំដោយមិនបានឈប់ឬអ្នកខ្លះអាចរស់បានដល់ទៅ100ឆ្នាំទៅទៀតជាង100ឆ្នាំដែលសភាវគតិធ្វើការគ្រប់យ៉ាងបានយ៉ាងត្រឹមត្រូវនិងល្អឥតខ្ចោះមានអគ្គិសនីបន្តមិនចេះដាច់គ្មានពាក្យថាភ្លេចភ្លាំងអ្វីគ្រប់យ៉ាងសុទ្ធតែមានដំណើរការប្រព្រឹត្តទៅតាមផែនទីជាផែនទីដែលជាក់លាក់នៅខាងក្នុងកោសិកាគ្រប់កោសិកានីមួយៗនៅក្នុងកាយបើយើងអាចអានកូដពន្ធកម្មដែលស្ថិតនៅក្នុងកោសិការបស់មនុស្សម្នាក់បានយើងក៏អាចប៉ានស្មានភាវៈផ្សេងដែលកើតឡើងចំពោះក្មេងបានមុនពេលគេកើតមកឬសូម្បីតែមុនពេលអូវលនិងស្ពាំផ្សំគ្នាទៅទៀតការអានកូដពីកោសិការបស់អ្នកដែលជាឪពុកម្ដាយនឹងធ្វើឲ្យយើងទទួលបានទិន្នន័យនៃភាវៈផ្សេងដែលត្រូវកត់ទុកនៅក្នុងកោសិកាមិនថាជាជំងឺប្រចាំកាយសុខភាពអាយុភាពឆ្លាតវៃទេពកោសល្យនិងសមត្ថភាពផ្នែកផ្សេងពោលគឺអាចនិយាយបានថាឃើញផែនទីជីវិតទាំងមូលតែម្ដងអភូតរញ្ញាណមានផ្នែកស្រដៀងនឹងសភាវគតិគ្រាន់តែជាពោលដែលស្ថិតនៅម្ខាងម្នាក់អភូតរញ្ញាណមិនមែនជាការគិតជារឿងរបស់ខួរក្បាលជារឿងតាក់ទងនឹងព្រីយញ្ញាណអភូតរញ្ញាណជាបាតុភូតកើតឡើងតាមរយៈច្រកឬភាវៈដែលហៅថាសមាធិចិត្តដែលមានសមាធិប្រៀបបាននឹងការគោះទ្វារដើម្បីចូលទៅកាន់អភូតរញ្ញាណអភូតរញ្ញាណជាអ្វីដែលមានស្រាប់យើងមិនបានអភិវឌ្ឍវាឡើងមកជាថ្មីអ្វីទេសូមតែយើងមានសតិទាំងស្រុងប៉ុណ្ណោះវាជាការមានអត្ថភាពពិតប្រាកដបើសភាវគតិអាចបំពេញតួនាទីបានយ៉ាងពេញលេញក្នុងឋានៈជាផ្នែកមួយនៃរាងកាយអភូតរញ្ញាណក៏អាចមានដំណើរការបានដូចគ្នាតាមរយៈចិត្តជ្រះថ្លាទទេស្អាតនិងបណ្ដោយឲ្យវាប្រព្រឹត្តទៅតាមសម្រួលព្រីយញ្ញាណប្រៀបដូចជាស្ពានឲ្យយើងឆ្លងមានមនុស្សរាប់លាននាក់ដែលមិនព្រមឆ្លងស្ពាននេះពួកគេនាំគ្នាឈរនៅលើស្ពានហើយគិតតែឯងថាបានដើរមកដល់ផ្ទះហើយទាំងដែលតាមពិតទៅផ្ទះរបស់គេនៅត្រើយម្ខាងរបស់ស្ពានគេត្រូវដើរឆ្លងស្ពាននេះសិនទើបទៅដល់គេភ្លេចគិតថាស្ពាននេះតាមពិតទៅវាគ្រាន់តែជាអ្វីដែលតភ្ជាប់រវាងសភាវគតិនិងអភូតរញ្ញាណប៉ុណ្ណោះរឿងនីមួយគ្រប់យ៉ាងសុទ្ធតែអាស្រ័យលើខ្លួនអ្នកផ្ទាល់បើអ្នកវង្វេងអ្នកអាចនឹងគិតសាងសង់ផ្ទះនៅលើស្ពាននោះតែម្ដងកុំភ្លេចថាព្រីយញ្ញាណមិនមែនជាផ្ទះពិតប្រាកដរបស់អ្នកទេវាគ្រាន់តែជារបស់តូចមួយដែលជួយធ្វើឲ្យអ្នកឆ្លងពីសភាវគតិទៅកាន់អភូតរញ្ញាណបានប៉ុណ្ណោះមានតែអ្នកឈានហួសពីបញ្ញាបានប៉ុណ្ណោះដែលស័ក្តិសមហៅថាជាបញ្ញវន្តអភូតរញ្ញាណជាកត្តាផ្សំដ៏សំខាន់សម្រាប់ការមានអត្ថភាពចំណែកព្រីយញ្ញាណគ្រាន់តែជាភាវៈមួយដែលផុសលេចធ្លោឡើងនៅក្នុងភាពងងឹតសម្រាប់អ្នកដែលគ្មានទស្សនវិស័យខាងព្រីយញ្ញាណគឺប្រៀបដូចជារនាំងដែលកសាងឡើងដើម្បីបិទបាំងតែសម្រាប់អ្នកខ្លះអាចយល់ថាព្រីយញ្ញាណជាមាគ៌ាស្រស់ស្រភាដែលមានសម្រាប់ជាផ្លូវឈានទៅរកគោលដៅនៅខាងមុខវិទ្យាសាស្ត្រតែងមកចប់ត្រឹមកម្រិតព្រីយញ្ញាណនេះជាហេតុផលដែលវិទ្យាសាស្ត្រមិនអាចនិយាយពីអ្វីដែលតាក់ទងនឹងមនសិការនិងសម្បញ្ញញ្ញៈច្រើនប៉ុន្មានទេព្រីយញ្ញាណដែលគ្មានអភូតរញ្ញាណគ្រប់គ្រងចាត់ទុកជាគ្រោះថ្នាក់ចំពោះលោកយើងខ្លាំងណាស់សប្តាហ៍ថ្ងៃនេះយើងរស់នៅក្នុងโลกដែលស្ថិតនៅក្នុងគ្រោះថ្នាក់ជាโลกដែលស្ថិតក្នុងកំដាប់ដៃរបស់ក្មេងមិនមែនក្នុងកំដាប់ដៃអ្នកប្រាជ្ញទេអភូតរញ្ញាណនឹងបង្កើតមនុស្សជាអ្នកប្រាជ្ញយើងអាចហៅភាវៈនោះថាការត្រាស់ដឹងឬហៅថាជាការទ្រង់ញាណដែលមិនថាជាយើងដាក់ឈ្មោះវាថាអ្វីក៏ដោយវាជាឈ្មោះមួយទៀតនៃពាក្យថាគតិបណ្ឌិតមានតែនៅក្នុងកំដាប់ដៃគតិបណ្ឌិតទើបធ្វើឲ្យព្រីយញ្ញាណក្លាយជាអ្នកបម្រើដ៏ស្មោះត្រង់បានតាមពិតទៅសភាវគតិនិងអភូតរញ្ញាណអាចធ្វើដំណើរជាមួយគ្នាបានមួយដើរក្នុងកម្រិតផ្លូវកាយមួយទៀត
ដែលក្នុងកម្រិតចិត្តវិញ្ញាណបញ្ហាភាគច្រើនរបស់មនុស្សដែលតែងតែកើតឡើងគឺមកពីជាប់ផុងត្រង់ចំណុចកណ្ដាលជាចន្លោះរវាងសភាវគតិនិងព្រិជ្ជញាណជាញឹកញាប់ដែលខួរក្បាលការគិតឬព្រិជ្ជញាណធ្វើឲ្យយើងមានអារម្មណ៍សង្វេគដល់ខ្លួនឯងមានអារម្មណ៍ខ្វាយខ្វល់លំបាកចិត្តឬជួនកាលមានអារម្មណ៍ដូចជាខ្លួនឯងគ្មានន័យកើតមានភាពតានតឹងជាខ្លាំងរហូតដល់មិនអាចរកផ្លូវចេញបានព្រិជ្ជញាណតែងសម្លឹងរកមើលអ្វីៗសពយ៉ាងក្នុងលំនាំជាបញ្ហាដែលនៅមិនទាន់រកចម្លើយបានសម្រាប់សភាវគតិវិញមិនធ្លាប់គិតថាមានបញ្ហាទេវាមិនត្រូវការចម្លើយឬរកផ្លូវចេញអ្វីទេវាគ្រាន់តែប្រព្រឹត្តទៅតាមធម្មជាតិចំណែកអភូតរញ្ញាណជាការទទួលបានមកនៅចម្លើយដ៏បរិសុទ្ធដោយវាមិនធ្លាប់មានអារម្មណ៍ថាមានបញ្ហាអ្វីទេបើមើលឃើញពីភាពខុសគ្នារវាងភាវៈទាំង3នេះអ្នកនឹងចាប់ផ្ដើមយល់និងមើលឃើញថាសភាវគតិមានភាពចាំបាច់ចំពោះការរស់រានចំណែកអភូតរញ្ញាណជាអ្វីដែលធ្វើឲ្យជីវិតរស់រាននេះមានតម្លៃមានខ្លឹមសារមិនមែនគ្រាន់តែដើម្បីឲ្យរស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះអភូតរញ្ញាណនាំមកនៅអត្ថន័យនាំមកនៅភាពភ្លឺស្វាងភាពសប្បាយរីករាយនិងការឲ្យពរអភូតរញ្ញាណជាអ្វីដែលធ្វើឲ្យយើងបានយល់ពីគោលបំណងនៃការមានអត្ថភាពវាជាប្រភពនៃក្តីស្ងប់ជាសេចក្តីសោមនស្សដ៏ពិតប្រាកដជាអ្វីដែលមិនរងការរំខានពីសភាវៈអ្វីទាំងអស់ហើយគ្មានអ្វីដែលអាចពង្រត់វាពីយើងបានឡើយពេលណាសភាវគតិនិងអភូតរញ្ញាណបំពេញតួនាទីជាមួយគ្នាពេលនោះការប្រើព្រិជ្ជញាណរបស់យើងនឹងមានដំណើរប្រព្រឹត្តទៅត្រឹមត្រូវទៅតាមគោលដៅសូមកុំភ្លេចថាព្រិជ្ជញាណជាផ្លូវឆ្លងកាត់ដែលគ្មានគោលដៅព្រិជ្ជញាណមិនបានផ្ដល់ភាពសំខាន់ទៅលើគោលដៅទេនេះគឺជាហេតុផលសំខាន់ដែលថាហេតុអ្វីទើបលោកយើងស្ថិតក្នុងសភាពគ្រោះថ្នាក់ដូចនេះអ្នកវិទ្យាសាស្ត្រធ្វើឲ្យកើតមានរបស់ផ្សេងៗច្រើនយ៉ាងអ្នកនយោបាយបានយករបស់ផ្សេងៗទាំងនោះមកប្រើដោយគ្មានសង្ស័យសូម្បីតែបន្តិចថាតាមពិតពួកគេកំពុងបំផ្លាញពិភពលោកកំពុងសម្លាប់ជីវិតគ្រប់ជីវិតនៅលើโลกនេះអ្វីដែលយើងត្រូវការខ្លាំងបំផុតនៅពេលនេះគឺត្រូវការអ្នកដែលមានសមត្ថភាពគិតហួសពីព្រិជ្ជញាណពួកគេទាំងនោះជាអ្នកដែលមានសមត្ថភាពរំលងព្រិជ្ជញាណចូលទៅកាន់ការត្រាស់ដឹងនៃអភូតរញ្ញាណបានពីអភូតរញ្ញាណនេះជាអ្វីដែលយើងត្រូវស្វែងយល់ឲ្យបានច្បាស់យើងអាចធ្លាប់ឮពាក្យថា tuition មានន័យថាបង្រៀនការបង្រៀនគឺជារឿងស្ថិតនៅខាងក្រៅខ្លួនចាំបាច់ត្រូវពឹងលើអ្នកបង្រៀនចំណែកអភូតរញ្ញាណជាអ្វីដែលកើតឡើងនៅខាងក្នុងខ្លួនជាការបង្រៀនមកពីខាងក្នុងមិនមែនអ្វីដែលយកមកពីខាងក្រៅទេអ្វីដែលមកពីខាងក្រៅមិនមែនជាអភូតរញ្ញាណទេអភូតរញ្ញាណជាការឃើញដោយខ្លួនឯងជាសមត្ថភាពក្នុងការមើលជាច្រកទស្សនវិស័យជាភាពភ្លឺច្បាស់ដែលកើតពីខាងក្នុងខ្លួនដែលធ្វើឲ្យយើងយល់ពីអាថ៌កំបាំងនៃអត្ថភាពជីវិតតាមទស្សនៈផ្ទាល់ខ្លួនខ្ញុំតែងលំអៀងមកខាងសភាវគតិខ្ញុំមិនយល់ថាមានភាពចាំបាច់អ្វីទៅរំខានវានោះទេសាសនាស្ទើរតែគ្រប់សាសនានាំគ្នាបង្រៀនឲ្យចូលទៅជ្រៀតជ្រែកផ្នែកសភាវគតិការតមហាជាឧទាហរណ៍មួយនៃការចូលទៅជ្រៀតជ្រែកចូលទៅប្រទាំងប្រទើសជាមួយនឹងសភាវគតិតាមធម្មជាតិនៅពេលដែលកាយត្រូវការអាហារវាក៏នឹងឃ្លានតែយើងបែរជាទៅប្រឆាំងវាយើងត្រូវអត់អាហារដោយហេតុផលខាងចិត្តវិញ្ញាណវាពិតជាហេតុផលដែលហាក់ដូចជាចម្លែកបំផុតការព្យាយាមចូលទៅជ្រៀតជ្រែកជាមួយនឹងជីវិតរបស់យើងបែបនេះគួរតែចាត់ទុកថាជារឿងខុសទំនងជាជាងវាជារឿងបង្កើតគុណតម្លៃខាងផ្លូវចិត្តវិញ្ញាណនៅពេលសភាវគតិកំពុងតែទាមទាររកទឹកដោយសារតែអាកាសធាតុស្រេកទឹកគឺព្រោះតែកាយកំពុងត្រូវការទឹកតែយើងបែរជាមិនព្រមឲ្យសូម្បីតែបន្តិចចូលទៅក្នុងខ្លួនទាំងដែលដឹងច្បាស់ក្នុងចិត្តថាទឹកជាវត្ថុដែលកាយចាំបាច់ត្រូវប្រើនៅប្រទេសឥណ្ឌាមាននិកាយខ្លះដូចជានិកាយចែនមិនអនុញ្ញាតឲ្យទឹកឆ្លងកាត់ចូលទៅក្នុងរាងកាយឡើយទាំងដែលនៅក្នុងរដូវក្តៅប្រទេសឥណ្ឌាមានអាកាសធាតុក្តៅខ្លាំងនិកាយចែនមិនព្រមឲ្យផឹកទឹកឡើយសូម្បីតែនៅពាក់កណ្ដាលយប់
កាលនៅពីក្មេងខ្ញុំតែងលួចចេញមកផឹកទឹកទាំងកណ្ដាលយប់យ៉ាងហោចណាស់ក៏ម្ដងជានិច្ចព្រោះខ្ញុំមានអារម្មណ៍ថាមិនអាចដេកបានបើមិនបានផឹកទឹកតែការធ្វើដូច្នេះបានធ្វើឲ្យខ្ញុំត្រូវមានអារម្មណ៍ខុសឆ្គងរហូតមកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបានធ្វើអ្វីម្យ៉ាងដែលមិនគួរគប្បីនិងចាត់ទុកថាជាបាបដ៏ធ្ងន់អ្នកអាចស្ដាប់ទៅយល់ថាជារឿងចម្លែកហើយល្ងងខ្លៅខ្លាំងណាស់មែនទេព្រោះក្នុងឋានៈយើងជាមនុស្សតែយើងបែរជាឲ្យច្បាប់ទម្លាប់ផ្សេងៗដែលបង្កើតឡើងដោយនរណាម្នាក់មកកំណត់ឲ្យយើងត្រូវធ្វើដូច្នេះធ្វើដូច្នោះខ្ញុំជាអ្នកលើកស្ទួយសភាវគតិចំណុចសំខាន់ដែលខ្ញុំចង់និយាយគឺបើអ្នកលើកស្ទួយសភាវគតិវាគឺជារឿងងាយដែលនាំឲ្យអ្នកទៅកាន់សភាវៈអភូតរញ្ញាណរឿងនេះដោយសារតែតាមពិតទៅភាវៈទាំងពីរនេះស្ទើរតែអាចហៅបានថាជាភាវៈតែមួយបំពេញមុខងារបានស្រដៀងគ្នាចំណុចខុសគ្នាគឺនៅត្រង់វាស្ថិតក្នុងកម្រិតខុសគ្នាប៉ុណ្ណោះសភាវគតិបំពេញតួនាទីក្នុងកម្រិតតាក់ទងនឹងផ្លូវកាយចំណែកអភូតរញ្ញាណបំពេញតួនាទីក្នុងកម្រិតផ្នែកចិត្តវិញ្ញាណការទទួលស្គាល់ជីវិតនៃសភាវគតិដោយភាពសោមនស្សរីករាយពិតប្រាកដដោយគ្មានអារម្មណ៍ខុសឆ្គងគឺប្រៀបដូចជាបើកទ្វារទៅកាន់អភូតរញ្ញាណដោយស្វ័យប្រវត្តិព្រោះតាមពិតទៅភាវៈទាំងពីរនេះគ្មានអ្វីខុសគ្នាដូចដែលយើងនាំគ្នាយល់នោះទេវាគ្រាន់តែស្ថិតក្នុងកម្រិតផ្សេងគ្នាប៉ុណ្ណោះសភាវគតិអាចគិតបំពេញតួនាទីរបស់វាបានយ៉ាងប្រសើរអភូតរញ្ញាណក៏ដូចគ្នាគ្រាន់តែវាអាចស្ងប់សុខនិងស្រស់បំព្រងជាងប៉ុណ្ណោះព្រីចញ្ញាណអាចត្រូវពាក្យស្លាកថាជាកតាចូលមកជ្រៀតជ្រែកប៉ុន្តែតាមពិតវាអាស្រ័យលើរូបយើងទៅវិញថាតើយើងប្រើព្រីចញ្ញាណក្នុងនាមជាកតាជ្រៀតជ្រែកឬប្រើវាធ្វើជាកម្មចណ្ដើរសម្រាប់បោះជំហានឡើងទៅលើបន្តពេលយើងដើរមកឈប់នៅមុខគំនរថ្មដែលដាក់រាយប៉ាយនៅលើថ្នល់យើងអាចមើលវាបានក្នុងទម្រង់ពីរបែបគឺទី1មើលថាវាជាឧបសគ្គដែលរាំងផ្លូវរបស់អ្នកទី2មើលថាវាគឺជាកម្មចណ្ដើរដែលអ្នកអាចប្រើសម្រាប់ជន់ឡើងទៅទីខ្ពស់បានអ្នកដែលយល់ឃើញព្រីចញ្ញាណក្នុងទម្រង់ទី2នេះព្រោះវានឹងធ្វើឲ្យគេអាចឆ្លងផុតពីបញ្ហាផ្សេងបានប៉ុន្តែដោយសារតែមនុស្សភាគច្រើនស្ថិតនៅក្រោមឥទ្ធិពលរបស់សាសនាដែលតែងតែបង្រៀនពួកគេថាចូលយកព្រីចញ្ញាណមកប្រើដើម្បីគ្រប់គ្រងអានុភាពសភាវគតិឲ្យបានទើបមនុស្សទូទៅចំណាយពេលក្នុងការតស៊ូជាមួយអានុភាពនៃសភាវគតិនេះជានិច្ចរហូតធ្វើឲ្យភ្លេចរបស់ផ្សេងដែលជាប់តាក់ទងនឹងអភូតរញ្ញាណទាំងស្រុងឬអាចនិយាយបានថាការយកធម្មពលទាំងអស់ចេញមកប្រើដើម្បីប្រយុទ្ធតស៊ូទៅលើការគ្រប់គ្រងសភាវគតិពេញមួយជីវិតបព្វជិតក្នុងនិកាយចែនត្រូវលាតខ្លួនទទេពេញមួយឆ្នាំសូម្បីតែពេលយប់ក្នុងរដូវរងាដែលមានអាកាសធាតុត្រជាក់ស្រេបពួកគេត្រូវហាមមិនឲ្យដេកលើគ្រែមិនឲ្យប្រើភួយឬយកអ្វីមកគ្របដណ្ដប់កាយមិនថាជាថ្ងៃឬយប់ក្រៅពីនោះពួកគេត្រូវតមហាទៀតកាន់តែតមហាបានយូរថ្ងៃ30ថ្ងៃ40ថ្ងៃឬយូរជាងនេះគេនឹងទទួលបានងារជាបព្វជិតដ៏មហិមាក្រោមក្រសែភ្នែករបស់បណ្ដាអ្នកដែលនៅពីក្រោមលក្ខខណ្ឌនិងជំនឿដូចគ្នានេះវាជាការតស៊ូជាមួយនឹងរបស់ដែលជាកាយជាការព្យាយាមយកឈ្នះលើកាយយកឈ្នះលើផ្នែកសម្ភារៈជាការហាត់ប្រើចិត្តវិញ្ញាណឲ្យគ្រប់គ្រងលើកាយស្ថានភាពបែបនេះមានជាក់ស្ដែងឲ្យឃើញមិនមែនតែចំពោះនៅក្នុងនិកាយចែនទេមានស្ទើរតែគ្រប់សាសនាទោះជាជំនឿអាចខុសគ្នាខ្លះប៉ុន្តែវាតែងតែបញ្ចប់ដោយការយកធម្មពលព្រីចញ្ញាណមកប្រើតស៊ូនឹងផ្នែកសភាវគតិផលទទួលបានទៅជាការបិទទ្វារការរីកត្រសុំត្រសាយរបស់អភូតរញ្ញាណទាំងមិនដឹងខ្លួនអភូតរញ្ញាណប្រៀបបានទៅនឹងបុប្ផាដ៏ក្រអូបនាំមកនៅសេចក្តីសោមនស្សរីករាយវាធ្វើឲ្យយើងស្គាល់រសជាតិជីវិតដ៏ស្រស់បំព្រងក្នុងបច្ចុប្បន្នតែមនុស្សភាគច្រើនបែរជាចំណាយពេលស្ថិតនៅក្នុងក្រញាំដៃរបស់អតីតកាលវាជាអតីតកាលដែលស្លាប់បាត់ទៅហើយដោយសំអាងទៅលើដំបូលមានពីគម្ពីរបុរាណដែលពួកគេនាំគ្នាទទួលស្គាល់និងព្រមព្រៀងគ្នាប្រតិបត្តិតាមដោយមិនមានការវិនិច្ឆ័យថា
តើអ្វីទៅជាសាសនៃជីវភាពពិតប្រាកដរបស់មនុស្សនោះទេសាសនៃភាពជាមនុស្សត្រូវតែប្រកបដោយភាវៈទាំង3ដូចដែលបានលើកឡើងមកហើយសភាវគតិជាផ្នែកធ្វើឲ្យអ្វីគ្រប់យ៉ាងមានដំណើរការរលូនទៅតាមធម្មជាតិនិងមិនថាដោយហេតុផលអ្វីក៏យើងមិនគួរទៅជ្រៀតជ្រែកវាដែរព្រិយញ្ញាណជាផ្នែកស័ក្តិសមបំផុតក្នុងការប្រើត្រួសត្រាយផ្លូវឲ្យអភុត្រញ្ញាណមានឱកាសផុសឡើងមកនៅពេលដែលឈានមកដល់ភាវៈទាំង3ហើយជីវិតយើងក៏នឹងក្លាយជាជីវិតដែលមានថាមពលជាជីវិតដែលប្រកបដោយសេចក្តីសុខសោមនស្សជាជីវិតស្រស់ត្រកាលប្រៀបដូចជាការអបអរដ៏មហិមាវិទ្យាសាស្ត្រតែងចប់ត្រឹមកម្រិតព្រិយញ្ញាណនេះជាហេតុផលដែលវិទ្យាសាស្ត្រមិនអាចនិយាយពីអ្វីដែលតាក់ទងនឹងមនសិការនិងសម្បញ្ញញ្ញៈច្រើនប៉ុន្មានទេព្រិយញ្ញាណដែលគ្មានអភុត្រញ្ញាណគ្រប់គ្រងចាត់ទុកថាជាគ្រោះថ្នាក់ចំពោះលោកយើងខ្លាំងណាស់ខ្ញុំចង់ឲ្យអ្នកបង្កើតឋានសួគ៌នៅលើលោកនេះក្នុងពេលនេះគ្មានហេតុផលដែលត្រូវអូសបន្លាយរបស់ល្អៗទាំងនេះតទៅទៀតទេខ្ញុំមិនចង់រុញវាចេញតទៅទៀតទេមិនថាជាថ្ងៃស្អែកនេះឬថ្ងៃណាក៏ដោយព្រោះវាជាអ្វីដែលយើងអាចមានភ្លាមនៅទីនេះនិងពេលនេះឲ្យតែអ្នកមានអនុសម្បញ្ញញ្ញៈដែលស្អាតនិងបរិសុទ្ធប៉ុណ្ណោះ